ស្ដាប់ការអានរឿងក្នុងការដែលកន្លងទៅហើយមានកូនបក្សី3គឺកូនកង្កោកកូនសាលិកាកូនកុកនៅអាស្រ័យសម្បុកលើមេឃព្រឹក្សាចិត្តគ្នាសម័យនោះមានថ្មព្រៃ3នាក់ក្នុងដែនកម្ពុជាបាននាំគ្នាចូលទៅក្នុងព្រៃដើម្បីចាប់ម្រឹកថ្មព្រៃទាំង3នាក់ខំស្វែងរកម្រឹកអស់មួយថ្ងៃពុំបានជួបប្រទះសោះដល់ពេលល្ងាចចិត្តត្រឡប់មកផ្ទះវិញបានឃើញកូនបក្សី3ដែលនៅក្នុងសម្បុកចិត្តគ្នាក៏ចាប់យកម្នាក់មួយមកចិញ្ចឹមឯថ្មព្រៃទាំង3រូបនោះមានសេចក្តីស្រឡាញ់ចំពោះកូនបក្សីទាំង3ហាក់ដូចជាកូនបង្កើតបានគិតគ្នាថាយើងខំចិញ្ចឹមរក្សាបង្រៀនឲ្យមានបែបបទល្អហើយយើងនឹងយកទៅថ្វាយស្ដេចជាគ្រឿងបណ្ណាការថ្មព្រៃម្នាក់ដែលចិញ្ចឹមកូនកង្កោកខំបង្ហាត់ឲ្យចេះពុតចេះរាំចេះក្រាស់សំពះឯកង្កោកមានជាសត្វមានគំនិតខ្លីក៏ចេះតែខំធ្វើតាមដរាបដល់ចេះពុតចេះរាំចេះក្រាស់សំពះដោយបំណងរបស់ម្ចាស់ថ្មព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនសាលិកាក៏ខំបង្ហាត់បង្ហាញឲ្យរៀននិយាយភាសាមនុស្សសាលិកាជាសត្វមានគំនិតខ្លីក៏ខំប្រឹងនិយាយតាមដរាបដល់ចេះនិយាយជាមួយនឹងមនុស្សបានឯថ្មព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនកុកក៏ខំបង្ហាត់បង្រៀនកូនកុកនោះតាមបំណងរបស់ខ្លួនប៉ុន្តែកុកជាបណ្ឌិតមានគំនិតពេកបានគិតថាអញមិនគួរធ្វើជាអ្នកចេះរាំចេះនិយាយចេះក្រោកសំពះតាមឱវាទរបស់ថ្មព្រៃទុច្ចរិតនោះទេបើអញធ្វើជាអ្នកចេះដឹងមុខតែថ្មព្រៃនេះដាក់ទ្រង់អញដរាបដល់អស់ជីវិតលុះគិតដូច្នេះហើយក៏មិនអើពើនឹងឱវាទរបស់ថ្មព្រៃជាម្ចាស់ឡើយបើគេបង្ខំខ្លាំងគ្រាន់តែសែកក្រកតែប៉ុណ្ណោះថ្ងៃមួយថ្មព្រៃទាំងនោះបានយកកូនបក្សីទាំង3ទៅថ្វាយស្ដេចព្រះរាជាតតឃើញកូនបក្សីនោះហើយទ្រង់មានព្រះរាជតម្រិះថាមនាព្រាហ្មណ៍កូនកង្កោកនេះមានគុណវិសេសដូចម្ដេចខ្លះអ្នកម្ចាស់កង្កោកក្រាបទូលថាបបិទ្ធព្រះសមត្ថទេពកង្កោកនេះចេះរាំចេះពុតចេះក្រោកសំពះក៏ប្រើកង្កោកនោះថ្វាយបង្គំព្រះរាជាលុះកង្កោកនោះថ្វាយបង្គំព្រះរាជាហើយអ្នកម្ចាស់កង្កោកធ្វើភ្លេងដោយមាត់របស់ខ្លួនកោកសំកពុនពេលរេរាំតាមភ្លេងនោះព្រះរាជាតតឃើញដូច្នេះទ្រង់សពព្រះរាជហឫទ័យណាស់ក៏ត្រាស់បង្គាប់អាមាត្យថាណែចងកង្កោកនោះទុកក្បែរទីនេះទៅព្រះរាជាទ្រង់ត្រាស់សួរទៅអ្នកចិញ្ចឹមសាលិកាទៀតអ្នកចិញ្ចឹមសាលិកាក្រាបទូលថាបបិទ្ធមហារាជសាលិកានេះចេះនិយាយភាសាមនុស្សបានក៏នាំសាលិកានោះនិយាយភាសាមនុស្សថ្វាយព្រះរាជាព្រះសម្ដាប់ព្រះរាជាទ្រង់ព្រះសម្ដាប់ភាសាកូនសាលិកានោះហើយទ្រង់សពព្រះរាជហឫទ័យក៏បង្គាប់អាមាត្យឲ្យចងទុកក្បែរសត្វកង្កោកទើបទ្រង់ត្រាស់សួរទៅអ្នកចិញ្ចឹមកុកទៀតអ្នកចិញ្ចឹមកុកក្រាបទូលថាបបិទ្ធព្រះសមត្ថទេពកុកនេះជាសត្វល្ងងបំផុតទោះបីទូលព្រះបង្គំខំបង្ហាត់បង្ហាញយ៉ាងណាក៏ពុំចេះដឹងអ្វីសោះចេះត្រឹមតែស្រែកក្រកប៉ុណ្ណោះកុកបណ្ឌិតកាលដល់ម្ចាស់របស់ខ្លួនទូលព្រះរាជាដូច្នេះហើយក៏ស្រែកក្រកឡើងលំដាប់នោះព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំងទើបបង្គាប់អាមាត្យថាឯងយកកុកនេះទៅលែងទៅកុំទុកព្រោះវាល្ងងណាស់មិនចេះនិយាយស្ដីនឹងគេទេកុកបណ្ឌិតកាលបើអាមាត្យលែងហើយក៏ហើរទៅទុំលើដំបូលប្រាសាទសូត្រនៅបទគាថាជាភាសាមនុស្សថាវកោបណ្ឌិតរិជ្ជៈភាសកញ្ជេវមាវចៈមយោរាសាលិកាជេវៈពហូញាតាពហូពតធាបណ្ឌិតមហារាជបបិទ្ធមហារាជខ្ញុំជាកុកបណ្ឌិតមានប្រាជ្ញាម្ចាស់ខ្ញុំព្រះអង្គឲ្យនិយាយខ្ញុំមិននិយាយឡើយដើម្បីដោះខ្លួនឲ្យរួចពីចំណងឯកង្កោកនិងសាលិកាជាអ្នកចេះដឹងច្រើនក៏ជាប់ចំណងក៏ច្រើនព្រះរាជាទ្រង់ព្រះសម្ដាប់គាថារបស់កុកបណ្ឌិតហើយក៏ទ្រង់បន្លឺនៅព្រះសូរសីហនាថថាសាធុអ្នកពិតជាបណ្ឌិតមានប្រាជ្ញាមែន
កុកបណ្ឌិតក៏ហើរទៅតាមវត្ថុបងរបស់ខ្លួនដោយសួស្តីលំដាប់នោះព្រះរាជាទ្រង់ទតឃើញក្ងោកនិងសាលិកាដែលជាប់ចំណងមានមុខក្រៀមក្រំស្ងួតស្ងាត់ក៏ត្រាប់បង្គាប់ឲ្យអាមាត្យដោះលែងទៅរឿងនេះចង់មានន័យថាអ្នកប្រាជ្ញគួរធ្វើល្ងង់ក្នុងកាលខ្លះដើម្បីសន្តិភាពសូមអរគុណសូមចៅស្ដាប់រឿងបន្ត